Saiរឿងមួយនេះផងដែរនិយាយអំពីបុរសថ្មិលឥតសាសនាម្នាក់ដែលគាត់ធ្វើការជាបុរសស៊ីប្រាក់ខែនៅប្រទេសជប៉ុនហើយបន្ទាប់មកហ្នឹងដោយសារតែការមិនជឿជាក់ទៅលើព្រះរបស់គាត់ហ្នឹងក៏ត្រូវបានសភាវៈ X មួយដែលតែងតាំងខ្លួនជាព្រះដាក់ទោសឲ្យគាត់ហ្នឹងទៅចាប់ជាតិម្ដងទៀតនៅក្នុងសម័យការសង្គ្រាមលោកលើកទី1ហើយមូលហេតុដែលគាត់អាចទៅចាប់ជាតិម្ដងទៀតបានហ្នឹងក៏ដោយសារតែមានពីណាគេរុញគាត់ឲ្យដួលចូលទៅក្នុងរថភ្លើងអីចឹងណាហើយចាំមើលថាសភាវៈ X ហ្នឹងអាចធ្វើឲ្យបុរសដែលជាតមិឡឬក៏គេហៅថាថ្មិលឥតសាសនាហ្នឹងអាចទៅគោរពបួងសួងព្រះវិញបានដែរឬក៏យ៉ាងណាសូមជឿមកតាមដានទស្សនាជាមួយនឹងadminទាំងអស់គ្នាបើភ្នែកមកភ្លាមយើងក៏ឃើញទស្សនវិជ្ជាពីក្រុមកំពុងតែបាញ់ប្រហារគ្នាទៅមកបន្ទាប់មកហ្នឹងក៏មានកញ្ញាម្នាក់ចេះហោះចេះហើរមកទាញបុរសម្នាក់ទៀតឲ្យរួចផុតពីគ្រោះថ្នាក់អីចឹងណាហើយខាងក្រុមដែលហោះហើរបានហ្នឹងគេហៅថាក្រុមម៉ែកហ្នឹងគឺជាប្រភេទទាហានឬក៏កងទ័ពដែលចេះប្រើប្រាស់យុទ្ធសាស្ត្រអីចឹងណាហើយបន្ទាប់មកហ្នឹងកញ្ញាដែលទៅជួយបុរសម្នាក់ដែលរងគ្រោះថ្នាក់បាយមិញហ្នឹងក៏ប្រាប់ទៅខាងគ្រប់គ្នាថាពួកយើងនឹងមិនទាន់ដកថយបាននោះទេព្រោះថាមេបញ្ជាការស្រីមិនទាន់ឲ្យដកថយបន្ទាប់មកស្រាប់តែមានក្មេងស្រីដ៏ស្តាញ់តូចមួយសក់ពណ៌តុងដែងទាញកាភ្លើងរួចហើយក៏បួងសួងទៅកាន់ព្រះជាម្ចាស់រួចហើយក៏បានបាញ់កាភ្លើងនេះជាមួយនឹងយុទ្ធសាស្ត្ររបស់ខ្លួនធ្វើឲ្យផ្ទុះដូចជាគ្រាប់បែកទៅកាន់ទីតាំងសត្រូវហើយកញ្ញាម្នាក់នឹងផងដែរគឺឈ្មោះថាឆាញ៉ាជាតួអង្គឯករបស់យើងដែលគាត់ចាប់ជាតិមកសង្គ្រាមលោកលើកទី1បន្ទាប់មកក្មេងតូចឆាញ៉ារបស់យើងនឹងក៏ប្រាប់ថាជាតិសាសន៍មួយដែលមានឈ្មោះថា Empire គឺសម្បូរអ្នកខ្លាំងមែនទែនទាំងការបញ្ជាក្បួនទ័ពក៏ដូចជាកងទ័ពម៉ែកផ្សេងហើយដោយធម្មពលខ្លាំងពេកក៏ប្រទេសជិតខាងហ្នឹងព្យាយាមឈ្លានពានអីចឹងហើយគម្រោងការក្បួនទ័ពឡើងនេះតាមរយៈឆាញ៉ាដែលគាត់ដឹងគឺបញ្ជូនក្រុមរបស់ពួកគាត់ Formulation Plan 315ទៅតាមព្រំដែនដើម្បីបញ្ជាពេលសត្រូវរួចហើយក៏បញ្ជូនគ្រឿងចក្រតាមក្រោយដើម្បីវាយប្រហារសត្រូវអញ្ចឹងណាខាងមេតបដែលកំពុងតែពិភាក្សាគ្នាហ្នឹងក៏លោក Kurt ដែលជាមេដឹកនាំហ្នឹងក៏បានមួម៉ៅមែនទែនព្រោះថាតររបស់ខ្លួនដែលដាក់ទៅហ្នឹងដូចជាចាញ់អស់ហើយលោក Hen ក៏បានណែនាំប្រាប់ថា Formula Plan 315ហ្នឹងដូចជាប្រើប្រាស់លែងកើតដូចគ្នាអញ្ចឹងទៅគាត់ក៏ recommend ឲ្យដូរ cross ទៅកាន់ទីតាំង Ryan Theater ទៅព្រោះថាមនុស្សម្នាឬក៏កងទ័ពនៅកន្លែងហ្នឹងក៏ងាប់ច្រើនដូចគ្នាតតែយកទៅ support តតែអញ្ចឹងមិនអាចពជាពេលកងទ័ពសត្រូវរួចហើយពួកយើងនឹងរៀបចំគម្រោងការវាយតទៀតនៅកន្លែងសមរភូមិម្នាក់វិញយើងក៏ឃើញថាឋានយ៉ាជាមួយនឹង Victoria ហ្នឹងក៏កំពុងតែសង្កេតមើលពីខាងលើនៅពេលដែលឃើញទីតាំងកងទ័ពហើយឲ្យ Victoria ហ្នឹងបាញ់ support ពីលើអញ្ចឹងដើម្បីពជាពេលពួកវាស្រាប់តែមានទាហាន2នាក់ទៀតហ្នឹងក៏សម្រុកចូលទៅបាញ់យកហ្មងឋានយ៉ាហាមក៏មិនស្ដាប់ហើយដល់ពេលជើទៅឃើញថាតើមុខរបស់ឋានយ៉ាហ្នឹងមើលជាមួយនឹង2នាក់ហ្នឹងខ្លាំងយកទៅមែនតែនយប់ឡើងនៅជំរំក៏សម្រាប់ញ៉ាំបាយជាធម្មតា Victoria ហ្នឹងក៏អង្គុយញ៉ាំបាយជាមួយនឹងទាហាន2នាក់ទៀតរួចហើយ2នាក់ហ្នឹងក៏វាមិនសុខចិត្តនោះទេមកសមរភូមិជួបមុខហើយបែរជាត្រូវឲ្យស្ដាប់បង្គាប់ក្មេងម្នាក់ដែលទើបតែនឹងកើតទៅវិញបន្ទាប់មកក៏មានបុរសម្នាក់ទៀតដើរមកហៅ2នាក់ហ្នឹងថាលោកមេតបស្រីរបស់យើងនឹងហៅចូលទៅដល់ក្នុងវិញហ្នឹងតាញ៉ាក៏បានដេញ2នាក់ហ្នឹងឲ្យទៅវិញបណ្ដោយព្រោះថាខ្លួនមិនត្រូវការកងទ័ពណាដែលល្មើសនឹងបទបញ្ជាអញ្ចឹងទេបន្ទាប់មក2នាក់ហ្នឹងនៅតែប្រកែកខ្លួនមិនចង់ទៅណាទាំងអស់ព្រោះថាខ្លួនមកជួបមុខហ្នឹងគឺដើម្បីបូជាសាច់ស្រស់ឈាបស្រស់ដើម្បីប្រទេសជាតិរបស់វានឹងឯងតាញ៉ាដល់និយាយ2នាក់ហ្នឹងមកស្ដាប់ក៏រៀបនឹងដកដាវសម្រាប់2នាក់ហ្នឹងចោលនៅកន្លែងឯតាស្រាប់តែ Victoria ហ្នឹងក៏ស្រែកលោកអនុសេនីយ៍តោរួចហើយនាងក៏ឈប់រួចហើយក៏ប្រាប់2នាក់ហ្នឹងថាខ្លួននឹងយកទៅគិតមើលក៏ប៉ុន្តែធៀមខ្លួនទទួលពិន័យឲ្យណាណៃទៅ2នាក់ឯងស្អែកព្រឹកឡើង Victoria ហ្នឹងក៏កំពុងតែរៀបចំពាក់អាវក្រោះស្រាប់តែលោកអនុសេនីយ៍តោដែលមានឈ្មោះថា Ellen ហ្នឹងក៏មកសួរនាំថាមកហើយនាងក៏សួរនាំរកថា Haral ហើយនឹង Kurt ហ្នឹងគាត់តាហើយលោកអនុសេនីយ៍តោក៏ប្រាប់ថា2នាក់ហ្នឹងដូចជាធ្វើឲ្យអនុសេនីយ៍តោក្មេងតូចរបស់យើងនឹងខឹងដល់ទៅពេលចឹងទៅក៏បញ្ជូនឲ្យ2នាក់ហ្នឹងទៅកាន់ជួរតបក្រោយវិញហើយដោយដឹងថា2នាក់ហ្នឹងទៅជួរក្រោយវិញហើយក៏សប្បាយចិត្តផងដែរព្រោះថានឹងមានសុវត្ថិភាពជាងជួរមុខសង្គ្រាមក៏បានបន្តបន្លាយរយៈពេលរហូតដល់ពេលល្ងាចបន្ទាប់មកហ្នឹងVictoriaហ្នឹងក៏ហត់អស់កម្លាំងមែនទែនឋានយ៉ាហ្នឹងក៏ស្ដីឲ្យថាបើសិនជាខ្សោយអញ្ចឹងប្រទេស Empire ដូចជាពួកយើងហ្នឹងគឺគ្មានលទ្ធភាពចំណាយលុយលើទាហានកាអញ្ចឹងទេបន្ទាប់មកមិននឹងជាមានការអីទេគាត់ក៏ប្រាប់ឲ្យ Victoria ហ្នឹងនាំគ្នាទៅប្រជុំមិនទាន់មួយផ្លែតនៅក្នុងការប្រជុំហ្នឹងលោកមេវិជាការម្នាក់ទៀតក៏មកប្រកាសប្រាប់ក្រុមរបស់ឋានយ៉ារបស់យើងថាក្រុមទ័ពមួយទៀតដែលជាទ័ពប្រភេទម៉ា Unity 403ហ្នឹងគឺត្រូវបានឡោមព័ទ្ធដោយស្ត្រូវហើយឡើងហ្នឹងមីសិនរបស់យើងគឺត្រូវទៅជួយពួកគាត់អ្នកណាដែលនៅរស់ឋានយ៉ាគាត់ក៏ថាអូខេគាត់អាចទៅជួយសង្គ្រោះបានក៏តែប្រាប់ថា Victoria ហ្នឹងដូចជាគាត់ដល់ limit ហើយមិនអាចទៅជួយបានទៀតទេស្រាប់តែភ្លាមហ្នឹង Victoria ហ្នឹងក៏ឈរមកមុខប្រាប់ថាខ្លួនអាចទៅធ្វើបានដល់ទៅពេលចឹងទៅលោកមេវិជាការហ្នឹងក៏អូខេហើយឋានយ៉ាហ្នឹងក៏អូខេដែរចឹងទៅមិនជាប្រកែកមិនបើស្មីខ្លួនគេចង់ទៅហើយងាកមកមើល Unit 403របស់យើងណាវិញ
នឹងក៏កំពុងតែតាក់ទងទៅកាន់ថ្នាក់លើដើម្បីឲ្យមកជួយសង្គ្រោះខ្លួនក៏ប៉ុន្តែថ្នាក់លើតបមកវិញបានត្រឹមតែប្រាប់ឲ្យព្យាយាមពជាពេលសត្រូវសិនទៅជំនួយកំពុងតែទៅហើយយើងឃើញថាសត្រូវកំពុងតែឡោមព័ទ្ធអ្នកដែលគ្រប់គ្នាកំពុងតែនៅត្រង់សេដោយរកទីតាំងកងទ័ពសត្រូវមិនឃើញចិត្តទៅអាខាងសត្រូវនឹងវាក៏បានបាញ់រះឡើងពេញនឹងហ្មងបន្ទាប់មកកងទ័ពរបស់ឋានញាយើងក៏បានហោះមកដល់កន្លែងហ្នឹងដោយក៏ភ្លើងមានមិនគ្រប់ដៃអញ្ចឹងទៅក៏ប្រាប់ឲ្យកូនចៅទាំង3នាក់ហ្នឹងនៅពីក្រោយចាំ support ខ្លួនហើយខ្លួនសម្រុកចូលទៅតែឯងតែម្ដងមុននឹងចូលហ្នឹងនេះក៏បងសួរទៅកាន់ព្រះថាសូមមកជួយការពារខ្លួនធ្វើឲ្យខ្លួនមានកម្លាំងការពារទឹកដីស្រុកកំណើតរបស់ខ្លួនបន្ទាប់មកក៏ហោះសម្រុកចូលទៅថ្មងនៅពេលដែលសម្រុកចូលទៅកងទ័ពសត្រូវហ្នឹងក៏បាញ់រះមកកាន់ខ្លួនក៏ប៉ុន្តែនាងកិច្ចផុតបន្ទាប់មកក៏សម្រុកទៅកាត់ក្បាលអតងោលនឹងតែម្ដងក៏ប៉ុន្តែពេលហ្នឹងសេតែមានកងទ័ពម្នាក់ទៀតចូលមករងវាក៏ទៅបានដាច់ក្បាលអតងោលហ្នឹងវាក៏រួចខ្លួនបាញ់គ្នាទៅមកយើងក៏ឃើញថា fire power របស់ឋានញាហ្នឹងគឺខ្លាំងមែនទែនអស់ពីបាញ់ពួកហ្នឹងប្រមាណអ្នកឲ្យដួលហើយនេះក៏បានហោះទៅលើយ៉ាងខ្ពស់10គីឡូម៉ែត្រពីដីប្រមាណអ្នកទៀតហ្នឹងក៏ហោះទៅតាមតនឯណាដោយសារតែសមត្ថភាពវារៀងខ្សោយហោះអត់បានខ្ពស់បន្ទាប់មកនេះក៏បានបើក voice ចរចាជាមួយនឹងពួកប្រមាណអ្នកហ្នឹងថាមិនបានមកឆ្លៀនពៀនទឹកដីនៅ Empire អញ្ចឹងឲ្យចម្លើយមកវាមើលក៏ប៉ុន្តែគ្មានពីណាគេស្ដាប់ទេវាក៏បានបើកការបាញ់រះទៅកាន់ឋានញាតែម្ដងរូបរាងដែលឋានញាកំពុងតែនិយាយនេះគឺជា hologram រូបរាងពិតរបស់នាងនេះក៏និយាយថាតាមមើលចរចាជាមួយនឹងពួកនេះដូចជាគ្មានបានការសោះបន្ទាប់មកក៏ប្រាប់កងទ័ពរបស់នាងឲ្យត្រៀមខ្លួនបង្កើតចំហឲ្យរឹងមាំបន្ទាប់មកនាងក៏បួងសួងទៅកាន់ព្រះជាម្ចាស់សូមឲ្យធម្មពលមកនាងឲ្យច្រើននិងការពារទឹកដីពីពួកឆ្លៀនពៀនរួចហើយក៏បានបង្វែរកាភ្លើងបាញ់ទៅកាន់ពួកហ្នឹងមួយគ្រាប់ផ្ទុះដូចជាគ្រាប់នុយក្លេអ៊ែរអញ្ចឹងមីសិនមួយហ្នឹងក៏ទទួលបានជោគជ័យជួយសង្គ្រោះក្រុមសមាជិកនៅ unit 403ហើយសត្រូវហ្នឹងក៏បានដេកដួលអស់រលីងដោយ company 106ត្រូវបានដេកដួលអស់រលីងទៅហើយខាងថ្នាក់លើរបស់សត្រូវហ្នឹងក៏ចាប់ផ្ដើមពិភាក្សាអំពីវត្តមានរបស់ឋានញាដែលវត្តមានរបស់នាងហ្នឹងបានចូលវឹកហាត់កាលពី2ខែមុនក៏ប៉ុន្តែប្រព័ន្ធមិនខ្លះមិនសូវជាមានពីណាគេដឹងទេក៏ប៉ុន្តែតាមដំណឹងឲ្យដឹងមកថាក្រុមសមាជិកកងទ័ពដែលធ្វើការជាមួយនឹងនាងហ្នឹងដាក់ឈ្មោះនាងថាបិសាចប្រចាំតំបន់ Ryan ថ្នាក់លើរបស់យើងណែវិញហ្នឹងនៅពេលដែលដឹងដំណឹងនេះហើយក៏សប្បាយចិត្តពួកគ្នាផឹកអីឡើងពេញហ្នឹងក៏ប៉ុន្តែមិនទាន់ផឹកនោះទេចាំសង្គ្រាមចប់សិនបន្ទាប់មកហ្នឹងអេរិកគាត់ក៏ភ្ញាក់ផ្អើលមែនទែននៅពេលដែលគេ report មួយបានបញ្ជាក់ប្រាប់ថាថាញាត្រូវបានបញ្ជូនទៅ The Ryan Theater ថ្នាក់លើទាំងអស់ហ្នឹងមិនសូវជាដឹងពីសមត្ថភាពរបស់ថាញាច្បាស់នោះទេក៏ប៉ុន្តែអេរិកក៏ធ្លាប់ឃើញមើលទៅតាមសមត្ថភាព IQ និងភាពខុសខើរបស់កុមារីម្នាក់ហ្នឹងទៅគឺភាពដូចជាបិសាចមួយដែលចូលសន្ធិដ្ឋនៅក្នុងខ្លួនក្មេងស្រីតូចម្នាក់អញ្ចឹងហើយនៅខាងជំរំរបស់យើងណែវិញលោកអនុសេនីយ៍តូទី1ហ្នឹងក៏បានយកសារមួយមកឲ្យ Victoria មើលផងដែរ Kurt ហើយនិង Harald គឺត្រូវបានស្លាប់បាត់ហើយនៅកន្លែងគាត់យាមកាមឃ្លាំងគ្រាប់ហ្នឹងយកដំណឹងមួយហ្នឹងទៅរាយការណ៍ប្រាប់ទៅកាន់ឋានញាទៅគាត់ក៏ធ្វើមុខធម្មតារួចហើយញញឹមថែមទៀតផងព្រោះថាហ្នឹងគឺជាការដែលគាត់ដាក់ទោសឲ្យពីអ្នកនឹងឯងហើយការដែលគាត់បញ្ជូនទៅកន្លែងយាមកាមនៅផ្នែកខាងក្រោយហ្នឹងគឺមិនមែនទៅដើម្បីសុវត្ថិភាពហ្មងទេគាត់ដឹងថាសត្រូវអាចនឹងវាយលុកនៅកន្លែងឃ្លាំងគ្រាប់មួយហ្នឹងហើយការដែលគាត់ឲ្យពីអ្នកហ្នឹងទៅយាមនៅកន្លែងឃ្លាំងគ្រាប់គឺគោលដៅចង់ឲ្យពីអ្នកហ្នឹងទៅងាប់នឹងឯងនៅអេពីសូតទី2នេះសាច់រឿងក៏បានបកមកកាន់ពេលបច្ចុប្បន្នឆ្នាំ2013ឲ្យយើងដឹងបន្តិចថាសាច់រឿងចាប់ផ្ដើមមកដំបូងហ្នឹងវាកើតឡើងមកពីណាឯណាអញ្ចឹងណាតួអង្គឯករបស់យើងម្នាក់ហ្នឹងគឺជាតួអង្គប្រុសធ្វើការនៅក្នុងក្រុមហ៊ុនមួយដែលគាត់ជាអ្នកមើលការខុសត្រូវទៅលើបុគ្គលិកអីចឹងណាស្រាប់តែពេលហ្នឹងក៏មានបុគ្គលិកម្នាក់គាត់ឈប់ពីងច្រើនថ្ងៃរៀងញឹកអីចឹងទៅក៏ស្រាប់តែបណ្ដេញម្នាក់ហ្នឹងចេញចោលតែហ្មងទាំងដែលគាត់នឹងមានបំណុលផងគ្រួសារត្រូវផ្គត់ផ្គង់ផងគាត់ថាគាត់អត់ខ្វល់នោះទេដោយសារតែគាត់នឹងធ្វើតាមតែច្បាប់របស់ក្រុមហ៊ុនទេចង់អាណាមិនក៏អាណាទៅសំខាន់ឲ្យតែខ្លួនគាត់នឹងធ្វើការបានធម្មតាទទួលបានប្រាក់ខែក៏ដូចជាឡើងតំណែងអីចឹងណាហើយបើធ្វើការធ្វើតាមតែច្បាប់ក្រុមហ៊ុននឹងវាមានអីទៅពិបាក follow តាមតែគ្រប់រឿងទៅវាត្រូវហើយបន្ទាប់ទៀតក៏មេឃភ្លៀងរួចហើយគាត់ក៏កំពុងតែអានសៀវភៅដើម្បីចាំរថភ្លើងជិះទៅផ្ទះស្រាប់តែពេលហ្នឹងក៏បុគ្គលិកដែលគាត់បញ្ឈប់អំបញ្ញមិញហ្នឹងក៏រុញគាត់ច្រានទម្លាក់មុខរថភ្លើងដើម្បីសម្លាប់ចោលតែហ្មងប៉ុន្តែពេលហ្នឹងគាត់មិនទាន់ងាប់ភ្លាមនោះទេស្រាប់តែពេលវេលាហ្នឹងក៏បានស្គប់ឈប់នៅកន្លែងហ្នឹងតែហ្មងហើយក៏ឃើញមនុស្សម្នាជុំវិញហ្នឹងក៏ចាប់ផ្ដើមនិយាយម្នាក់ម្ដងថាមនុស្សសម័យថ្មីហាក់ដូចជាមិនសូវយល់ពីរឿងការខុសត្រូវទុកសោករបស់អ្នកដទៃអីសោះសូម្បីតែសាសនាហ្នឹងក៏មិនសូវគោរពទៀតនិយាយទៅតាក់មីឡថ្មិលអត់សាសនាតែម្ដងបន្ទាប់មកក៏ប្រស្រ័យតាក់ទងគ្នាជាមួយនឹងតួអង្គឯប្រុសរបស់យើងរួចហើយវាក៏ប្រកែកប្រាប់ថាសូមទោសផងណាព្រោះថាខ្លួនគ្មានបំណងដើម្បីគោរពឬក៏ជឿទុកចិត្តទៅលើព្រះជាម្ចាស់ស្អីទេបើសិនជាព្រះជាម្ចាស់មានមែនរឿងរ៉ាវមួយនេះប្រហែលជាមិនកើតឡើងនោះទេបើសិនជាវាកើតឡើងមានមែនព្រះជាម្ចាស់ហើយនឹងបិសាចមានគឺពួកឯងហ្នឹងឯងគឺជាបិសាចក៏តែគាត់មិនសម្ដៅថាទាំងអស់ហ្នឹងគឺជាបិសាចតែមកទេគាត់ហៅថាវាជាសភាវៈ X ដែលវាតែងតាំងខ្លួនជាព្រះមិនដឹងជាបិសាចមិនដឹងអូខេអានេះថ្មិលអត់សាសនាមែនតើណៃទូនិយាយប៉ុណ្ណាក៏វាមិនយល់ដែរទូទៅណាចង់ឲ្យមនុស្សចាប់ជាតិសាជាថ្មីដើម្បីដឹងកំហុសដែរតែចំពោះអានេះមួយហ្នឹងមិនបាច់ឲ្យវាចាប់ជាតិតែមកទេអញ្ចឹងតួឯប្រុសរបស់យើងនៅតែបន្តនិយាយឌឺថាសម័យបច្ចេកវិទ្យាទំនើបទៅហើយគ្មានពីណាគេជឿទៅលើព្រះទៀតទេដល់ទៅពេលអញ្ចឹងទៅព្រះជាម្ចាស់ក៏សម្រេចថានឹងបញ្ជូនវាទៅកាន់អតីតកាលដែលគ្មានបច្ចេកវិទ្យា
ជាទំនើបចាំមើលតើវាអាចរស់នៅសម័យសង្គ្រាមនិងជឿជាក់ទៅលើព្រះដែរឬក៏អត់ចប់ចនកែងអញបដៅឲ្យបើកភ្នែកមកក៏ឃើញថាខ្លួនគឺជាទារកតូចមួយដែលឈ្មោះថាថាញ៉ាកំពុងតែដេកបញ្ចុកបាយដោយដូនជីចំណាស់មួយមជ្ឈដ្ឋានជុំវិញខ្លួនដែលនាងរស់នៅគឺស្ថិតនៅក្នុងមជ្ឈមណ្ឌលកម្មាកំព្រាចិញ្ចឹមដោយដូនជីហើយជីវភាពខ្វះខាតខ្លាំងពេកនៅក្នុងស្រុកទេហ្នឹងក៏ពោពេញទៅដោយសង្គ្រាមផងនោះគិតថាមួយជីវិតហ្នឹងគឺមិនអាចរស់ស្រួលឬក៏មានជីវិតរស់នៅបន្តបានយូរឡើយដោយសារតែនេះគឺជាក្មេងស្រីទូចម្នាក់ហ្នឹងទៅធ្វើស្អីកើតប៉ុន្តែនៅក្នុងសម័យហ្នឹងមនុស្សគឺមានយុទ្ធសាស្ត្រអាចប្រើប្រាស់ឲ្យបានចឹងណានៅពេលដែលគេមកធ្វើតេស្តទៅក៏ដឹងថាខ្លួនមានយុទ្ធសាស្ត្រដែរដោយអនាគតទៅគង់តែចូលទៅក្នុងវិស័យទាហានដដែលក៏សម្រេចចិត្តចុះឈ្មោះចូលតាំងពីតូចនឹងត្មងទៅដើម្បីឲ្យរស់ស្រួលហើយរឿងកណិតកាប់ស្លាប់គ្នាស្អីហ្នឹងដូចជាមិនសូវជាចូលចិត្តទេក៏ប៉ុន្តែគង់តែស៊ីអត់ស៊ីឃ្លានទៅហើយចូលវិស័យទាហានត្មងទៅលោបានស៊ីឆ្អែតហើយក៏ជាវិធីមួយដែលធ្វើឲ្យខ្លួននឹងរស់បានយូរកិច្ចផុតពីការគោរពព្រះជាម្ចាស់អញ្ចឹងណាបន្ទាប់ពីវឹកហាត់ឲ្យច្រើនឆ្នាំហើយចេះហោះចេះហាហើយនៅពេលដែលទាហានថ្មីកំពុងតែរីគ្រូតចូលនឹងនាងក៏ធ្វើជាគ្រូបង្រៀនពួកនឹងដើម្បីវឹកហាត់ពួកវាផងដែរហើយមានវិណាគេកោតខ្លាចនិងយកចិត្តទុកដាក់ជាមួយនឹងពីសម្ដីរបស់នាងប្រមាណនោះទេដោយសារតែក្មេងប៉ិនអាចចាយនឹងយកទៅធ្វើស្អីកើតលោកហើយអេរិកក៏កំពុងតែពិភាក្សាជាមួយនឹងតាហ៊ានផ្សេងទៀតហ្នឹងក៏ឮសលេងស្នូរកំភ្លើងយ៉ាងខ្លាំងងាកទៅមើលទៅគឺថាញ៉ាគាត់បាញ់គំរាមកងទ័ពម្នាក់ទៀតដែលគាត់ហៅមកប្រជុំជួប5នាទីហ្នឹងវាមកអត់ទាន់ណោះហើយរៀបនឹងយកកំភ្លើងបាញ់ទៅផ្ទះក្បាលវាតិចទៅហើយអេរិកក៏គាត់ទៅខាត់ទាន់គាត់ភ័យស្លន់ស្លោមែនទែនក្មេងអាយុប្រហែលឆ្នាំសោះក៏ចិត្តឆៅម្លឹងក៏ប៉ុន្តែនាងក៏បាននិយាយប្រាប់ថាគ្រាន់តែបដៅកងទ័ពដែលនាងត្រូវបងហ្វឹកហាត់តែប៉ុណ្ណោះការរៀនសូត្ររបស់នាងនឹងគ្រប់គ្រាន់ណាស់ហើយគឺនៅសល់តែមួយទៀតប៉ុណ្ណោះមុននឹងរៀនចប់គឺទៅហ្វឹកហាត់នៅតំបន់ផ្នែកខាងជើងធ្វើដំណើរដល់តំបន់ខាងជើងហើយក៏ចាប់ផ្ដើមហោះទៅប្រយុទ្ធជាមួយនឹងសត្រូវហ្មងក៏ប៉ុន្តែពេលហ្នឹងហើយគឺជាពេលដែលថាញ៉ាគាត់អាចសិក្សារៀនសូត្រដឹងផងដែររឿងរ៉ាវដែលមិនគួរឲ្យកើតឡើងហ្នឹងគឺអាចកើតមានឡើងគ្រប់ពេលវេលាគ្រប់ពិភពលោកនៅពេលដែលហោះទៅដល់ទីតាំងសត្រូវហើយនិយាយគ្នាជាមួយនឹងអ្នករាយការណ៍ផ្សេងទៀតគេក៏បានដាក់ nickname ឲ្យគាត់ថាជា Fairy 08បន្ទាប់មកគាត់ក៏ចាប់ផ្ដើមយកកែវយឹតដើម្បីរាយការណ៍ប្រាប់ទីតាំងសត្រូវដែលកំពុងតែដើរដើម្បីឲ្យកំភ្លើងធំហ្នឹងផ្លោងចំទ័ពថ្មជើងរបស់សត្រូវហ្នឹងក៏ចាប់ផ្ដើមត្រូវគ្រាប់ជាច្រើនគ្រាប់អ្នកងាប់ហ្នឹងក៏កជើងគ្នាក៏ប៉ុន្តែកងទ័ពម៉ែចឯនេះវិញហ្នឹងក៏ចាប់ផ្ដើមរកមើលទីតាំងម៉ែចរបស់យើងផងដែរដើម្បីគាត់សេរីចោលបន្ទាប់មកខាងឯកុំហ្នឹងក៏ប្រកាសប្រាប់ឲ្យ Fairy 08របស់យើងហ្នឹងត្រកមើលកងទ័ពអាកាសរបស់សត្រូវទៅព្រោះថាគេកំពុងតែសម្រុកចូលមកហើយក៏ប៉ុន្តែនៅពេលដែលទៅរកមើលទៅស្រាប់តែខាងឯកុំហ្នឹងក៏បាននិយាយដាច់ស្រាប់តែកងទ័ពរបស់សត្រូវហ្នឹងបានបាញ់បហាមកព្រោះថាគាត់អត់ដឹងដំណឹងមុនអែនសិននៅពេលដែលឃើញវត្តមានរបស់ឋានញ៉ាហើយគាត់ក៏ឆ្ងល់មែនទែនថាក្មេងស្រីម្នាក់ដែលអាយុសឹងតែក្មេងជាងកូនស្រីរបស់គាត់ទៀតមកធ្វើមីសិនតែម្នាក់ឯងចឹងម៉េចរៀបរាប់ស្ថានភាពដែលខ្លួនកំពុងតែស្លន់ស្លោនឹងទៅកាន់ខាងឯកុំហើយខាងឯកុំក៏ប្រកាសប្រាប់មកវិញថាព្យាយាមពជាពេល enemy សិនទៅព្រោះថាកងទ័ពអាកាសជំនួយរយៈពេល600វិទៀតបានមកដល់ឋានញ៉ាគាត់ទៅលើចឹងភ្នែកសបដោយហើយបើរយៈពេលយូរម្លឹងខ្លួនតូចតែមួយមិននឹងអាចទប់ទល់នឹងគេឈ្នះទៅព្យាយាមស្នើសុំដើម្បីដកថយដែរក៏ប៉ុន្តែខាងឯកុំនឹងក៏ប្រាប់ថាឲ្យតទល់ជាមួយនឹង enemy រហូតដល់តជំនួយមកដល់ខ្លួនក៏ខំមាត់សង្កត់ចិត្តប្រាប់ថាអូខេហើយខាងឯកុំនឹងក៏ប្រកាសប្រាប់ថាព្រះជាម្ចាស់នៅខាងយើងស៊ូយកឈ្នះពួកវាបានអាមនុស្សកំពុងតែថ្មិលអត់សាសនាហើយនៅពេលដែលលើគេនិយាយពីព្រះទៀតឆេះឈួលបដ ாய் ក៏សម្រុកចូលទៅកាន់ enemy គ្មានខ្វល់ស្អីឡើយហោះកាត់កងទ័ពនឹងពីរដងហើយថាញ៉ាក៏មានឱកាសទៅខាងក្រៅបរិសម្នាក់រួចហើយនេះក៏បានបែកក្នុងកំភ្លើងបាញ់ទៅកាន់ប៉ែនឹងឲ្យដាច់ដៃទាំងសងខាងតែម្ដង Anson ដែលឃើញកងទ័ពចំណិតរបស់គាត់ម្នាក់ដាច់ដៃទាំងសងខាងទៅហើយក៏បញ្ជូនកងទ័ពដែលនៅសេសសល់នឹងឲ្យទៅជួយ support គ្នាទៅនៅពេលដែលកងទ័ពខាងក្រៅចូលទៅ support ហើយដេញបាញ់ឋានញ៉ាឡើងផាកញ្ញាបន្តមកនេះក៏ចាប់ផ្ដើមរះមកវិញក៏ប៉ុន្តែឡើងអស់គ្រាប់បន្តមកនេះក៏ទៅបុកគ្នាជាមួយនឹងបរិសម្នាក់ឲ្យវារបូតធ្លាក់កំភ្លើងរួចហើយក៏អោបវាបំផ្ទុះខ្លួនខាងកងទ័ពអាកាសជំនួយរបស់នាងក៏បានមកដល់នាងក៏បានទម្លាក់ខ្លួនធ្លាក់ចុះទៅក្រោមដោយគិតថាវាយគ្នាឲ្យខ្លាំងមើលទៅដូចជាខំខ្លាំងតែតាមពិតទៅវាមិនសូវជាប្រមាណនោះទេល្បិចរបស់នាងដើម្បីចង់ឲ្យរស់នៅឲ្យបានយូរតែប៉ុណ្ណោះបើភ្នែកមកក៏ឃើញថាមានកងទ័ពឡោមព័ទ្ធឡើងជុំវិញនឹងខ្លួនកំពុងតែដេកនៅលើគ្រែពេកងទ័ពនៅជុំនឹងមើលទៅកាន់នាងដូចជាសន្លឹកអាត់មួយដែលមានទំហំធំអញ្ចឹងព្រោះថានាងបានសម្រាប់សត្រូវដល់ទៅ6នាក់ហើយក៏បានបកគោលស្លាបប្រាក់2ឲ្យនាងជាមេដាយបញ្ជាក់ពីភាពអង្អាចក្លាហានរបស់នាងផងដែរថាញ៉ាឃើញអញ្ចឹងដូចជាមិនសូវជាសប្បាយចិត្តប្រមាណនោះទេខ្លាចតែពួកនឹងបញ្ជូនខ្លួនទៅកាន់តបជួងមុខទៀតប្រកាសជាងាប់ជាមិនខានហើយមិនដឹងជាសម័យហ្នឹងមានអង្គការការពារសិទ្ធិកុមារអត់ទេនេះខ្លួនចង់និយាយជាមួយខ្លាំងណានៅចុងអេពីសូតហ្នឹងយើងក៏ឃើញដុកទ័រមួយដូចជារូបចិត្តខ្លាំងមែនទែនកំពុងតែធ្វើជួរីមួយដើម្បីឲ្យពួកកងទ័ពមេឃប្រើប្រាស់យុទ្ធសិលដោយឃើញថាញ៉ាអាយុតាមតែ9ឆ្នាំសោះក៏ទទួលការងារបានជោគជ័យនិងមេដាយមាសផងគាត់ក៏សប្បាយចិត្តមែនទែន